ហើយខ្ញុំក៏សូមកោតសរសើរទៅដល់រដ្ឋបាលខេត្តស្នងការដ្ឋានកោបាលខេត្តកងរាជអាវុធខេត្តក៏ដូចជាតំបន់ប្រតិបត្តិការសឹករងខេត្តដែលចូលរួមនៅក្នុងការថែរក្សាកន្លែងនេះគឺជាកន្លែងតំបន់ឆ្លងកាត់ធំវាតាក់ទងជាមួយនឹងប្រទេសឡាវប្រទេសចំនួននៃអក្រិតកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រងចឹងកន្លងទៅគឺមានការចាប់ការបំផ្លាញនៅសកម្មភាពខុសច្បាប់ឆ្លងដែនឆ្លងកាត់រត់ពន្ធគ្រឿងញៀនឆ្លងដែនដែលចូលពីប្រទេសផ្សេងមកយើងដើម្បីឆ្លងកាត់ចឹងការទប់ទល់នេះគឺជាកិច្ចការសំខាន់ហើយខ្ញុំសូមឲ្យអាជ្ញាធរខេត្តអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តបន្តនៅកិច្ចការនេះឲ្យបានយកចិត្តទុកដាក់ធ្វើយ៉ាងណាខេត្តយើងកុំឲ្យមានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់អ្វីដែលជាយើងរួមសេដ្ឋកិច្ចខ្មៅយកចូលក្នុងខេត្តឲ្យសោះបាទឆ្ងាយវាមានបញ្ហាសម្រាប់មុខរបរខ្លះប៉ុន្តែវាមានអំណោយផលដល់មុខរបរដែលមិនចង់ឲ្យគេឃើញមុខរបរដែលអាចថាប៉ះពាល់ទៅដល់សន្តិសុខសង្គមអញ្ចឹងគឺទៅធ្វើម៉េចទប់ទល់ក្រុមបណ្ដាញអក្រិតកម្មមិនថាជានៅក្នុងខេត្តឬមួយក៏ឆ្លងខេត្តឆ្លងប្រទេសត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបានអនុវត្តច្បាប់ឲ្យបានបឹងបាត់នេះគឺជាបរិស្ថានមួយដែលយើងចង់ធានាព្រោះបើសិនជាខេត្តមានឈ្មោះប្រឡាក់ប្រឡូកហើយគឺពិបាកលៀងណាស់ត្រូវការតាមមួយផ្លេតទេឡានបើកាត់មកពេកខ្ទាតផុកមកយើងតាមមួយផ្លេតទេយើងប្រឡាក់តែត្រូវការពេលវេលាដើម្បីបោះសម្អាតវាអញ្ចឹងកុំឲ្យវាប្រឡាក់កុំដើរចិត្តផុកកុំយកផុកប្រដាក់ជាប់ខ្លួននេះគឺត្រូវថែរក្សា BS សេវាកម្មឆាប់រហ័សសុវត្ថិភាពដែលជាទីទុកចិត្តរបស់លោកអ្នកក្រុមហ៊ុន BS Transportation and Trading Co Ltd ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយើងផ្ដល់ជូននូវសេវាកម្មធំចំនួន3រួមមានសេវាកម្មបញ្ញាអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេសសេវាកម្មដឹកអ្នកដំណើរក្នុងស្រុកនិងក្រៅស្រុកនិងសេវាកម្មភស្តុភារកម្ម BS Transportation and Trading Co Ltd នឹងក្លាយជាជម្រើសទី1របស់អតិថិជនការព្រួយបារម្ភរបស់អ្នកគឺជាទំនួលខុសត្រូវរបស់យើង